thì hãy chạy giảm đấy nè thì việc là mình tên chẳng dương cua từ nông kia dương miền cost a đấy dương miền sa đấy phần tay son để sống dương cua được bình tĩnh nó hơi bành hà là mấy cái chia cái ta sầm khăn ba bên là miền cost a thì cho món nông kia còn là cái đào mình thấy chọn bố chọn ấy cái chân tư hay mùi tiết miền ca bùng hồ tắc lu trên bị tiệt về những phô trộm miền trở nơi trên đây chơi tiền ôi chơi tiền dương và lấy miền ca cắt cài tầm rồng ấy của miền ca đỏ đồ nơi mình tây ba mà chấm luôn nơi khai thực hiện nữa nè phổ thả lấy những miền ca san thực hiện đang về nhỉ và lấy những trong ban đang chấm việc chun mùi tiết để dương thì dâyពីប្រទេសកម្ពុជាយើងជាប្រទេសមួយកសិកម្មអញ្ចឹងការចិញ្ចឹមនៅសត្វនៅអីហ្នឹងមានការច្រើនហើយឥឡូវនេះខាងក្រុមហ៊ុនវិនិយោគមួយបានមកវិនិយោគមួយទៀតហើយនៅមកកាន់ប្រទេសកម្ពុជាគឺមានឈ្មោះថាក្រុមហ៊ុន Beta Group ដែលបានមកវិនិយោគនៅកម្ពុជាទាក់ទិនជាមួយនឹងវិស័យបសុពេទ្យក៏ដូចជាការផ្គត់ផ្គង់នៅចំណីសត្វផងដែរក្រុមហ៊ុន Beta Group បានបើកឲ្យដំណើរការនៅរោងចក្រផលិតចំណីសត្វលំដាប់ពិភពលោកថ្មីមួយនៅក្នុងរាជធានីភ្នំពេញប្រទេសកម្ពុជាជាមួយនឹងសមត្ថភាពផលិតកម្មចំនួន 200,000 តោនក្នុងមួយឆ្នាំរោងចក្រនេះត្រូវបានសាងសង់ឡើងដើម្បីបំពេញតម្រូវការនៃការរីកចម្រើនកំណើនចំណីសត្វនៅក្នុងប្រទេសកម្ពុជាដែលជាប្រទេសនៅក្នុងចំណោមប្រទេស CLMV ដែលមាននិន្នាការនៃតម្រូវការចំណីសត្វដែលមានគុណភាពកើនឡើងខ្ពស់ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការគឺប្រកធ្វើឡើងក្រោមអធិបតីភាពអាដាមបណ្ឌិតអុករាប៊ុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៃព្រះរាជាណាចក្រកម្ពុជានិងអាដាមណាត់ថាវុឌ្ឍពោធិសរុឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃប្រចាំស្ថានទូតថៃនៃរាជធានីភ្នំពេញប្រទេសកម្ពុជាព្រមទាំងមានភ្ញៀវកិត្តិយសដែលជាតំណាងមកពីប្រទេសកម្ពុជានិងប្រទេសថៃជាច្រើនរូបផងដែរនៅក្នុងនោះលោកវ៉ាស៊ីតាផៃស៊ីថាផុងបានមានប្រសាសន៍ថាប្រទេសកម្ពុជាមានសក្តានុពលខ្ពស់ក្នុងវិស័យកសិកម្មឧស្សាហកម្មតម្រូវការទីផ្សារចំណីសត្វសរុបប្រទេសនេះមានចំនួន 600,000 តោនក្នុងមួយឆ្នាំហើយនិន្នាការមានការកើនឡើងខ្ពស់ជាបន្តបន្ទាប់ដោយសារតែមូលហេតុខាងលើនេះក្រុមហ៊ុនបានសាងសង់រោងចក្រផលិតចំណីសត្វថ្មីមួយក្នុងគោលបំណងបំពេញតម្រូវការទីផ្សារនិងដើម្បីឆ្លើយតបទៅនឹងផលិតកម្មបសុសត្វរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជាដែលរោងចក្រថ្មីនេះបានប្រើប្រាស់បច្ចេកវិទ្យាសំណង់ទាន់សម័យប្រកបដោយភាពច្នៃប្រឌិតខ្ពស់និងពោរពេញទៅដោយស្តង់ដារគុណភាពព្រមទាំងយកចិត្តទុកដាក់ខ្ពស់លើសុខភាពការងារនិងការគ្រប់គ្រងបរិស្ថានដូចគ្នាទៅនឹងស្តង់ដារដែលប្រើប្រាស់ដោយអង្គភាពអាជីវកម្មចំណីសត្វ Beta Group នៅក្នុងប្រទេសថៃបាទលោកអ្នកបន្ទាប់ពីបានទស្សនាយើងតោះនេះយើងថាជាស្ដឹងហើយកញ្ញាបណ្ឌិតប្រទេសណា